បងប្អូនហើយជួបរបស់បដហើយនៅឧត្តមមានជ័យយើងនេះនៅខាងភូមិប្រាសាទភ្នំដីបងប្អូនហើយដាំបានល្អណាស់នេះបានខ្ញុំថតបង្ហាញទីផ្សារសម្រោងព្រឹកមិញណាហើយផ្សារសម្រោងគឺយកតំណាំពីប្រជាជនកសិករយើងនៅតាមសុកស្រែអញ្ចឹងគាត់យកទៅលក់មើលហានេះតកូនស្រួយលោកអើយល្អណាស់និយាយមែនអញ្ចឹងបងប្អូនមើលហើយគឺពួកគាត់ធ្វើអញ្ចឹងហើយមិនមែនមានតែមុខនេះទេណានេះចាំមើលខ្ញុំឲ្យមើលអានេះតកូនស្រួយនេះអានេះតកូនស្រួយពីររងនេះតែអាខាងនេះតកូនធម្មតាយើងនេះចាំមើលដើមមិនណែបងប្អូនមើលណែដល់កហើយណែប្រជាកសិកររបស់យើងគាត់សប្បាយធ្វើណាស់ឲ្យតែស្រុកសន្តិភាពបែបនេះមើលហើយចាំមើលខ្ញុំនាំទៅមើលតំណាំដែលគាត់មានទាំងអស់មានអីខ្លះណែអូយខ្ញុំហល់អានេះស្ពៃជីកឃើញតែស្លឹកវាអត់ល្អខ្លាំងវាមានតកើមានអីស៊ីអញ្ចឹងមានហាវាធម្មជាតិភាគច្រើនតែម្ដងភាគរយខ្ពស់តែម្ដងអញ្ចឹងភាគច្រើនយើងទិញបន្លែឃើញតែតកើស៊ីអញ្ចឹងដឹងតែយើងដឹងថាអូបន្លែនឹងធម្មជាតិល្អហើយខាងនេះជីពងទាកូនអានោះជីថ្ពាល់ត្រីជីឆ្អាបហានេះជីកាមអូនិយាយរួមមែនមើលនេះជីបងប្អូនណាច្រើនណាស់ហើយនោះមកអមនិយាយរួមគាត់ដាំអីគ្រប់មុខតែម្ដងអត់មានខ្វែងទេហើយចាំមើលឲ្យតែមើលនោះទៀតមិនមែនប៉ុណ្្នឹងទេមានទៀតអូខ្ញុំដើរគាត់ដើរមើលខ្ញុំហល់ខ្លាំងតែម្ដងមើលនេះយាយគាត់អ្នកដាំមើលអ្នកឃើញគាត់ចាស់ហើយតែគាត់នៅតែដាំបានគាត់នៅយរុំគាត់ធ្វើគាត់មានកម្លាំងធ្វើបានអញ្ចឹងរបៀបថាតើសារគាត់មែនតែនហើយនេះបងប្អូនមើលនេះមើលត្រប់ដល់កឲ្យថាផ្ទះខ្ញុំទៅវាមានត្រប់ល្អផ្ទះយាយល្អជាងផ្ទះខ្ញុំទៀតមើលផ្លែលោកអើយណែបងប្អូនហើយល្អណាស់មិនមានតិចទេនេះមើលផ្លែចាជីអីអូអានោះជីអីចន្លងហ៎យាយគេហៅជីជប៉ុនជីអីយ៉ាងណាលើដឹងស្រួយដូចស្លាប់ចាស់ហើយចាណែអូអានេះអូធ្លាប់ឃើញតែមិនដែលបានហូបអូបងប្អូនអានេះមិនដឹងថាដើមអីទេគេហៅថាជីជប៉ុនហ៎យាយអានេះយើងប្រហែលទៅបានពូជមកតិចណាយាយចាអូយក្ដុំឆែអាគួយអញ្ចឹងអាជីនេះឮថាគេហូបជាមួយអីទេយាយមិនដឹងទេបងប្អូនដឹងជួយខមមិនប្រាប់ផងព្រោះអានេះរបស់ថ្មីយកមកលេងថ្មីហើយបងប្អូនមើលនេះអានេះគឺជាតកូនដែលគាត់សាបថ្មីហើយនេះជីអីស្អីគេស្ពៃចកដែលគាត់ដាំថ្មីរុំច្រើនណាស់ហើយគាត់មិនឲ្យដីគាត់សល់ទេលេងមើលនេះគេនោះសតត្រប់វែងត្រប់អីអូយយាយម៉ានអូយទៅសើពេញចាញ់ពីចិត្តមែនណាបងប្អូនឃើញទេប្រជាជនយើងស្រឡាញ់យាយម៉ានគឺអញ្ចឹងគឺថាឡយអញ្ចឹងហើយបើខាងនេះវិញគឺម្រះប្រៅហាក់មានប៉ុណ្ណេះទេនោះដល់គិនគេនោះសុទ្ធតំណាំច្រើនណាស់